តាលោកអ្នកដឹងទេថានឹងមានអ្វីកើតឡើងប្រសិនបំចូលប៉ះនឹងផែនដីក្នុងល្បឿននៃពន្លឺថាមពលបំផ្លិចបំផ្លាញលើសពីការគិតរបស់អ្នកនៅពេលវាចាប់ផ្ដើមបុកនឹងផែនដីយើងនឹងមិនអាចរកឃើញថាគ្រោះមហន្តរាយបានមកដល់ហើយពេលដែលវាមកប៉ះនឹងបរិយាកាសម្ជុលនឹងត្រូវខ្ចាត់ខ្ចាយភ្លាមដោយម៉ូលេគុលនៅលើអាកាសคล้ายជាគំនរអាតូមដែកតូចថាមពលគ្មានកំណត់ដែលមាននៅក្នុងអាតូមដែកទាំងនេះនឹងត្រូវបានបញ្ចេញភ្លាមហើយបុកជាមួយផែនដីតាមទ្រឹស្ដីថាមពលដែលមាននៅក្នុងមជុលនេះមិនត្រឹមតែអាចបំផ្លាញផែនដីដោយផ្ទាល់ប៉ុណ្ណោះទេសូម្បីតែសាកលលោកទាំងមូលក៏មិនរួចខ្លួនដែរទោះជាយ៉ាងណាក៏ដោយប្រសិនបើយើងសន្មតថាមជុលនេះរឹងមាំខ្លាំងហើយនឹងមិនរលាយនៅពេលប៉ះគ្នាទេលទ្ធផលនឹងខុសគ្នាទាំងស្រុងបន្ទាប់ពីមជុលជ្រាបចូលផែនដីក្នុងល្បឿនក្បែរនឹងល្បឿននៃពន្លឺថាមពលរបស់វាអាចឆ្លងកាត់ផែនដីភ្លាមហើយអ្នកក៏មិនមានអារម្មណ៍ប្រែប្រួលដែរប៉ុន្តែរន្ធដ៏ធំមួយនឹងត្រូវបានបង្កើតឡើងនៅផ្នែកម្ខាងទៀតនៃផែនដីហើយវត្ថុធាតុមួយចំនួនធំនឹងត្រូវបានពន្លឿនដោយមជុលដែលវាចេញមកក្រៅការពន្លឿនមជុលដែកគ្រាប់ខ្សាច់ឬវត្ថុណាមួយក្នុងល្បឿននៃពន្លឺគឺស្ទើរតែមិនអាចទៅរួចទេតែទោះបីជាយើងប្រើអស់ថាមពលនៃព្រះអាទិត្យក៏ដោយក៏យើងនៅតែមិនអាចសម្រេចបាននៅមុខងារនេះដូច្នេះការសន្មតខាងលើត្រូវបានកំណត់ចំពោះចំណេះដឹងខាងទ្រឹស្ដីអំពីរបៀបដែលឲ្យធម៌ក្រៅភពផែនដីដែលលុបបំបាត់ឲ្យធម៌របស់មនុស្សអាចត្រូវការតែមជុលប៉ុណ្ណោះ